ជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតបាទខានមកខាងវីដេអូឆុំកដោបយូរហើយអានេះត្រង់ចាស់2ហើយនៅខាងនោះបាន6ត្រង់7ត្រង់ទៀតបងប្អូនហើយទៅមើលត្រង់ខាងនោះវិញខាងនោះកដោបមានច្រើនណាបាទនេះគឺត្រង់កដោបតែពង្រីកបន្ថែមទៀត6 7ត្រង់ទៀតហើយបងប្អូនខ្លះគាត់ខមមិនសួរឆាតសួរតែសួរថាមានកដោបទៀតអត់ឈុំចំហើយមែនបរាជ័យហើយមែនបានអត់ដែរឃើញបោះនេះបងប្អូនមើលកដោបជាក់ស្ដែងនៅទាំងអស់នៅតែដំណើរការរហូតឲ្យតែយើងមានស្មៅវាស៊ីបងប្អូនមិនបាច់ភ័យទេរឿងកដោបនេះមួយឲ្យតែមានស្មៅគឺបន្តជីវកម្មរហូតតក់បងប្អូនអាចឆ្លៀតបានដាក់ចំទៅបងប្អូនហើយអ្នកដែលធ្លាប់ខសួរថាចង់បានពូជបានអីបងប្អូននេះកដោបចាប់ដើមធ្លាក់ពងហើយបងប្អូនអាចតាក់ទងមកបានព្រោះថ្ងៃមុនហ្នឹងគាត់និយាយថាមួយអាទិត្យទៀតបានធ្លាក់ពងគាត់អត់ចាំដែរអញ្ចឹងបងប្អូនចំសัตว์ត្រូវតែមានការអត់ធ្មត់ណាកុំចង់តែមួយឆាវតែចង់តែមួយឆាវគឺអត់ជោគជ័យទេហើយសំខាន់គឺយើងមានស្មៅវាស៊ីណាបងប្អូនសិតពេញចាប់អស់ហើយពីត្រង់នេះពេញចាប់ឲ្យត្រង់ផ្សេងទៀតនៅតូចពេញមកអញ្ចឹងយើងចាប់បន្តរហូតគាត់បានកាហ្វេកាទៀវដែរបងប្អូនណាសម្រាប់ខ្ញុំតនេឆ្លៀតពេលចេះតែដាក់ទៅអានេះតិចអនតិចមានត្រីមានកែបមានរប៉ែជ្រូកកងានវារួមយើងចំសัตว์អីដែលវាអត់សូវចំណាយថ្លៃដើមខ្ពស់អញ្ចឹងបងជ្រើសរើសតែមួយមុខយកមកចំក៏បានដែរបើសិនបងប្អូនមានពេលតិចតែសម្រាប់ខ្ញុំអាចឆ្លៀតពេលបានខ្ញុំចេះតែដាក់ទៅចំណាយពេលព្រឹក1ម៉ោងកន្លះល្ងាចម៉ោងកន្លះទៅយើងអាចចំពួកវាបានហើយតែយើងអាសាព្យាយាមតិចទៅវានឹងផ្ដល់ផលឲ្យយើងដែរណាបងប្អូននេះហើយយើងមានស្មៅយើងដាំឲ្យវាស៊ីទៅហ្នឹងស្រួលយើងបាច់រត់ទៅណាឆ្ងាយតែបើយើងអត់មានទេយើងរត់ទៅឆ្ងាយគឺចំណាយពេលច្រើនណាស់បាទសរុបមកឆ្លើយតបប៉ុណ្ណឹងថាកដោបខ្ញុំគឺនៅមានចំធម្មតាបងប្អូនដែលត្រូវការពូជយកទៅចិញ្ចឹមឬក៏ត្រូវការសាច់យកទៅបំពងអីបងប្អូនអាចតាក់ទងមកបានបាទអរគុណបងប្អូន